ថ្ងៃនេះថ្ងៃ12ខែ6 2025ចាប្រហែលម៉ោងមុននេះបើកទៅឃើញព័ត៌មានក៏រន្ធត់មែនតើគេផ្សាយភ្លាមណាចាមានការធ្លាក់យន្តហោះមួយចា Boeing 787ចេញពីប្រទេសឥណ្ឌាចាធម្មតាគឺហោះហើរជើងទៅទីក្រុងឡុងចាចក្រភពអង់គ្លេសណាហើយមានអ្នកនៅក្នុងហ្នឹងទាំងអ្នកធ្វើការនៅក្នុងហ្នឹងទាំងពីលុតទាំងអីហ្នឹងវាសរុបទាំងអស់វា242នាក់ចាហើយមិនទាន់ដឹងថាបាត់បង់ជីវិតប្រមាណនេះបងប្អូនក៏ប៉ុន្តែអឺអឺដូចថាការដែលរស់រានមានជីវិតហ្នឹងគឺតិចតួចណាបើនិយាយទៅចាឥឡូវនេះយើងមិនទាន់ដឹងពីព័ត៌មានទាំងអស់មកបានថាបាត់បង់ជីវិតទាំងអស់ឬមួយក៏យ៉ាងម៉េចទេគ្រាន់តែថាប្រហែលម៉ោងក្រោយមកហ្នឹងគឺមានព័ត៌មានជាង50នាក់ដឹកទៅពេទ្យចាដឹកទៅដាក់ពេទ្យតែមិនដឹងថាជាង50នាក់ដែលដាក់ទៅពេទ្យរកឃើញសាកសពឬមួយក៏នៅរស់ទេចាគ្រាន់តែថាដឹកទៅមន្ទីរពេទ្យចឹងណាក៏ប៉ុន្តែមិនដឹងថានៅរស់ឬមួយក៏ជាសាកសពនោះទេចាព័ត៌មាននិយាយទៅព័ត៌មានពិតប្រាកដយ៉ាងណានោះគឺអត់ទាន់ដឹងនៅឡើយទេថ្ងៃនឹងភ្លាមណាហើយមូលហេតុហេតុអីបានចេញដំណើរទៅគឺធ្លាក់ហើយផ្ទុះតែម្ដងហ្នឹងក៏យើងអត់ទាន់ដឹងមូលហេតុច្បាស់លាស់ថាមកពីម៉ាស៊ីនយន្តហោះឬមួយក៏មកពីបច្ចេកទេសយ៉ាងម៉េចគឺអត់ទាន់ដឹងនៅឡើយទេចានិយាយទៅវិធីធ្វើដំណើរដែលសុវត្ថិភាពបំផុតនៅលើពិភពលោកគឺការជិះយន្តហោះហ្នឹងហើយបងប្អូនបើនិយាយទៅណាក៏ប៉ុន្តែគឺវានៅតែគួរឲ្យខ្លាចហ្មងមានអ្នកខ្លះគឺគាត់អត់ហ៊ានជិះយន្តហោះទៅណាទៅណីទេគឺគាត់ខ្លាចក៏ខ្ពស់គាត់ខ្លាចអីអញ្ចឹងណាបងប្អូនចាក៏ប៉ុន្តែដូចនេះខ្ញុំនិយាយចឹងបើនិយាយពីរឿងគ្រោះថ្នាក់វិញគឺជាការជិះយន្តហោះគឺវាកម្រនឹងមានជួបគ្រោះថ្នាក់និយាយទៅគឺការជិះយន្តហោះហ្នឹងគឺវាដូចថាវាសៀវានៅគ្រោះថ្នាក់ដែលតិចតួចបំផុតចាវាកម្រនឹងជួបគ្រោះថ្នាក់ក៏ប៉ុន្តែបើសិនជាជួបគ្រោះថ្នាក់វិញគឺមកយន្តហោះហ្នឹងគឺកម្រនឹងសង្ឃឹមថានឹងនៅរស់រៀនមានជីវិតឬមួយក៏រស់ច្រើនអីចឹងណាបងប្អូនចាគឺកម្រវាកម្រនឹងគ្រោះថ្នាក់ក៏ប៉ុន្តែតែបានគ្រោះថ្នាក់ហើយគឺកម្រនឹងនៅរស់ចឹងណាចឹងបានថាហួយឃើញចេះតាញើតដែរណាឬសូនចឹងណាជាយន្តហោះម្ដងនឹងភ័យដែរក៏ប៉ុន្តែអត់មានអារម្មណ៍ថាខ្លាចអីទេនៅតែចង់ជិះនៅតែចូលចិត្តជិះអញ្ចឹងណានិយាយទៅយន្តហោះគ្រោះថ្នាក់សំខាន់គឺពេលហោះឡើងហើយនៅពេលចុះនឹងឯងចាហើយតែពេលបានហោះទៅដល់លើហើយផុតកម្រិតរបស់វាហើយគឺលែងអីអាហ្នឹងគឺដឹងតែថាអត់បញ្ហាហើយប៉ុន្តែយ៉ាប់តែរឿងពេលគេប្រយ័ត្នបំផុតហ្នឹងគឺពេលភ័យបំផុតហ្នឹងគឺពេលឡើងហើយនៅពេលចុះនោះតែម្ដងបងប្អូនចាបើថាត្រូវមានគ្រោះថ្នាក់អីគឺថាពេលឡើងហើយដល់ពេលចុះហ្នឹងហ្មងហើយនេះចុះឡើងចាពេលឡើងហ្នឹងដូចឡើងអ្នកខ្លះព័ត៌មានខ្លះថាឡើងបាន5នាទីក៏ប៉ុន្តែអត់ទាន់បានឡើងដល់5នាទីទេបើសិនជាព័ត៌មានបារាំងវិញគឺគេថាឡើងមិនទាន់បាន1នាទីត្រឹមត្រូវផងបងប្អូនចាឡើងទៅហ្នឹងគឺធ្លាក់តែម្ដងចាមិនទាន់បាន1នាទីផងគឺធ្លាក់ចាបាត់សេវាណាបាត់សេវាទៅធ្លាក់ហើយគឺផ្ទុះតែម្ដងចាចឹងព័ត៌មានបន្ថែមយ៉ាងណាយ៉ាងណីនោះនេះខ្ញុំនឹងធ្វើคลิปរៀលជាបន្តទៀតចាអរគុណ